ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺមកជុំគ្នាដោយសារតែបងគាត់មកលេងផ្ទះ2ថ្ងៃហើយក៏ថ្ងៃហ្នឹងក៏ចង់មេឃភ្លៀងទៀតពេលគាត់មកហើយក៏នឹកឃើញជាមួយនឹងបបរគ្រឿងបានប្រាប់ម៉ែទុកតាំងពីព្រលឹមឡើងថាថ្ងៃហ្នឹងឃ្លានបបរគ្រឿងអញ្ចឹងគាត់ទិញឆាខ្វាយហើយនឹងបានទិញមន់សែមួយក្បាលដែរហើយចំពោះគ្រឿងធ្វើបបរនេះគឺថតកាត់តិចតែបងប្អូនដោយសារតែកាមេរ៉ាមែនរបស់ខ្ញុំគឺគាត់យូរពេកតែ5មកដល់ដូចជាខ្ទឹមអញ្ចឹងគឺខ្ញុំបតាហើយខ្ញុំយកវាមកដាក់លើផ្ទះឲ្យក្តៅហើយបន្ថែមជាមួយនឹងអង្ករប៊ីចេងជាមួយនឹងទឹកត្រីបន្តិចដើម្បីឲ្យយើងឆាអង្ករហ្នឹងទៅធ្វើឲ្យរសជាតិបបររបស់យើងកាន់តែឆ្ងាញ់ហើយអត់សូវរីកហើយចំពោះការធ្វើទឹកស៊ុបនេះអត់មានអីពិបាកទេចំពោះមាន់គឺខ្ញុំយកមកស្រោះជាមួយនឹងគ្រឿងកាត់ឆ្អាបមានដូចជាខ្ទឹមបារាំងជាមួយនឹងស្លឹកតយដើម្បីឲ្យរសជាតិកាន់តែឈ្ងុយទៀតហើយពេលដែលស្រោះហើយទើបខ្ញុំយកមករងាស់ជាមួយនឹងទឹកម្សៅទៀតហើយខ្ញុំដាក់បង្អស់ចាវខ្ញុំធ្វើការលីងជាមួយនឹងយូហឺជាមួយនឹងក្បាលបកាហើយដាក់ជាមួយនឹងផ្សិតច្បើងចំពោះបបរដាក់ជាមួយផ្សិតច្បើងនេះធ្វើឲ្យរសជាតិរឹតតែឆ្ងាញ់មែនតើខុសពីផ្សិតច្បើងដាក់ផ្សិតអីទៀតគឺមានអារម្មណ៍ថាដូចអត់សូវចូលចិត្តគ្នាតែមានផ្សិតម្យ៉ាងទៀតដែលឆ្ងាញ់ជាងគេគឺឈ្មោះថាផ្សិតខ្ជោបបរផ្សិតខ្ជោបើចាំដាក់សាច់មាន់ក៏ឆ្ងាញ់ដែរហើយខ្ញុំឆ្លៀតដាក់ជាមួយនឹងបង្គាខ្ញុំដាក់ក្រោយគេដោយសារតែខ្ញុំអត់ចង់បានវាឆ្អិនពេកទេព្រោះយើងយកទៅបង្ងាស់ជាមួយនឹងទឹកស៊ុបបន្ថែមមកពុះទៀតអញ្ចឹងនៅពេលដែលទឹកពុះហើយគឺខ្ញុំដាក់គ្រឿងដែលខ្ញុំឆាចូលមិញហ្នឹងគឺដាក់ចូលទាំងអស់ហើយចំពោះទឹកស៊ុបដែលធ្វើបបរហ្នឹងខ្ញុំអត់មានដាក់អីច្រើនទេខ្ញុំដាក់ប៊ីចេងម្សៅស៊ុបហើយភាគច្រើនគឺខ្ញុំចូលចិត្តប្រើជាមួយនឹងស្ករត្នោតហើយចំពោះបបរគឺភាគច្រើនអត់ដាក់ស្ករសទេដាក់ស្ករត្នោតហើយនឹងដល់ម្សៅស៊ុបព្រមទាំងម្សៅស៊ុបរបស់ចុងភៅនឹងឯងហើយរសជាតិតែប៉ុណ្្នឹងទេអត់មានអីច្រើនទេហើយបន្ថែមជាមួយនឹងស្លឹកតយទៀតដើម្បីឲ្យបបរមានរសជាតិកាន់តែឈ្ងុយភាគច្រើនម៉ែគាត់ធ្វើគឺគាត់ដាក់ជាមួយនឹងស្លឹកតយហើយមាន់គឺខ្ញុំបានបេះរួចរាល់ហើយអញ្ចឹងគឺខ្ញុំពេលដែលទឹកពុះគឺខ្ញុំដាក់ជាមួយនឹងអង្ករពេលអង្កររីកល្មមគឺបន្ថែមជាមួយនឹងមាន់ដែលបេះហើយនៅពេលដែលយើងបេះអញ្ចឹងគឺធ្វើឲ្យសាច់មាន់ហ្នឹងរឹតតែឆ្អិនល្អទៀតហើយឥឡូវនេះគឺបបរឆ្អិនរួចរាល់ហើយបងប្អូននៅពេលដែលសាច់អង្កររីកល្មមអាចញ៉ាំបានខ្ញុំបន្ថែមជាមួយនឹងបាញ់កាញ់បន្ថែមនៅក្រោយគេហើយបាញ់កាញ់នេះគឺទុនល្អមែនតើបាញ់កាញ់នេះគឺបងក៏ទិញមកពីពេញហើយអ្វីដែលខ្វះអត់បាននៅក្នុងបបរហ្នឹងគឺឆាខ្វាយនិយាយទៅគឺត្រៀមទឹកទុករហូតប្រាប់ម៉ែថាម៉ែបបរគឺត្រូវទិញឆាខ្វាយអញ្ចឹងគឺគាត់ឲ្យក្មេងៗទៅទិញហើយឥឡូវហ្នឹងបបរគឺឆ្អិនរីករាល់ហើយបងប្អូនតំណងអត់ចង់ញ៉ាំទេហើយភ្លៀងដាក់អំបិលមួយចានអញ្ចឹងទៀតគឺធ្វើឲ្យមានកម្លាំងព្រឹសតែម្ដងបងរបស់ខ្ញុំឲ្យបងថ្លៃគាត់មកគាត់ពិភាក្សាគ្នាថាបានអំបិលមួយចានអីនឹងតំណងយ៉ាងណាមកដល់ផ្ទះគឺបានដូចចិត្តមែនគឺប្អូនបបរឲ្យហើយគ្រឿងក្រៅមានអីទេដូចដាក់ចានណាចាននេះចានរបស់ខ្ញុំអញ្ចឹងខ្ញុំសុំគ្រឿងខ្លួនឯងដាក់ខ្ទឹមលីងដាក់ជាមួយនឹងម្រេចដាក់ម្ទេសហើយជាមួយនឹងអ្វីដែលខ្វះអត់បាននេះគឺសៀងហ្នឹងគឺធ្វើខ្លួនឯងទៀតសៀងក្លោកហើយរសជាតិទឹកស៊ុបរបស់ខ្ញុំគឺខ្ញុំធ្វើល្មមមកឆ្ងាញ់ហើយអ្នកតាគឺរសាររហូតនេះជាលើកទី1ដែរដែលខ្ញុំធ្វើរាល់ដងនៅ TikTok មួយម៉ែហ្នឹងគឺម៉ែជាអ្នកធ្វើទេយើងគ្រាន់តែមើលអរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច Like Subscribe Share Follow ម្នាក់មួយផងអរគុណជម្រាបលា